ជំងឺភ្នែកស្ងួតអាចកើតឡើងបានយ៉ាងងាយមិនថាក្មេងឬក៏មនុស្សចាស់នោះទេបើសិនជាយើងមិនបានថែរក្សាការពារភ្នែកឲ្យបានល្អទេនោះមានមូលហេតុមួយចំនួនដែលងាយឲ្យកើតឡើងបានដូចជាការប្រើប្រាស់កុំព្យូទ័រឬក៏ការសម្លឹងមើលអេក្រង់ទូរស័ព្ទរយៈពេលយូរម៉ោងកត្តាអាយុការប្រែប្រួលអរម៉ូនក្រោយពីការរាំងរដូវការត្រូវខ្យល់ខ្លាំងប្រើប្រាស់ឡេនដែលពាក់នៅលើភ្នែកការជក់បារីការប្រើប្រាស់ថ្នាំបញ្ចុះសម្ពាធឈាមនិងការគេងមិនបានគ្រប់គ្រាន់ការត្រូវនឹងពន្លឺកម្ដៅថ្ងៃខ្លាំងទាំងនេះគឺជាមូលហេតុដែលបណ្ដាលឲ្យភ្នែករបស់យើងចាប់ផ្ដើមស្ងួតនិងងាយមានជំងឺផ្សេងអមមកជាមួយដែរបើសិនជាបងប្អូនសង្កេតឃើញថាភ្នែករបស់បងប្អូនមានបញ្ហាភ្នែកស្ងួតគួរតែស្វែងរកដំណោះស្រាយឲ្យបានទាន់ពេលវេលាផងដែរចាហើយសម្រាប់ការនេះខ្ញុំគឺមានជាផលិតផលចាធ្វើដំណោះស្រាយបញ្ហាសុខភាពភ្នែកមិនថាស្ងួតមិនថាអត់ដូចខ្លែបាក់បាយឬទឹកកកឬបាក់ភ្នែកឬក៏ទឹកកកភ្នែកទេបងប្អូនជាផលិតផលអសរគ្រាប់សម្រាប់លេខចាប្រើប្រាស់ឃើញសុខភាពចាក្នុងចន្លោះ3ទៅ5ថ្ងៃឬក៏5ថ្ងៃទៅ1សប្តាហ៍ចាបងប្អូនដែលគាត់ចាប់អារម្មណ៍ចង់ប្រើប្រាស់ជាមួយនឹងផលិតផលធម្មជាតិនេះថាចង់ដឹងព័ត៌មានបន្ថែមអាចឆាតស្រួលឬក៏តំណមកលេខរបស់អ្នកខ្ញុំផ្ទាល់បានគឺតាមរយៈលេខ068 55 39និងលេខ070 26 46 62មួយខ្សែទៀត017 23 57 57ចាបើអត់ចាំខលទេបងប្អូនអាច add Telegram ឆាតមកបានចា